ម្ចាស់ហាងបាយឆាក្តាមលូតូដែលរសជាតិយកមកពីកំពតផ្ទាល់តែម្ដងហើយឥឡូវនេះគឺបើកអស់រយៈពេល2ឆ្នាំហើយជាអ្នកខាត់កំពតផ្ទាល់តែម្ដងតែអញ្ចឹងទៅក៏មានបងប្អូនហ្នឹងគាត់បកសាច់ក្តាមស្រស់ៗកតាហ្នឹងវាធ្វើជំរុញឲ្យជាហ្នឹងបង្កើតជាបាយឆាក្តាមហ្នឹងមួយរបស់ញ៉ាំគឺងាយស្រួលក្នុងការប្រកបវាធ្វើវាហើយណាមួយក៏វាចំណេញលុយក៏រៀងបានរៀងច្រើនជាងមុខរបរអីផ្សេងមុនពីបើកបាយឆាក្តាមហ្នឹងគឺឆ្លងកាត់បើកមុខរបរបើក net shop ហើយនឹងលក់កៅអៅកាជូបសម្រាប់រសជាតិប្រចាំបាយឆាក្តាមលូតូយើងគឺទី1បាយឆាក្តាមពងទាប្រៃទី2បាយឆាក្តាមពិសេសហើយទី3គឺបាយស្នូកក្តាមសម្រាប់ហាងបាយឆាក្តាមលូតូយើងគឺពិសេសត្រង់យើងមានទឹកឆាបាយដែលជារូបមន្តប្រចាំហាងហើយសម្រាប់គ្រឿងផ្សំវិញគឺយកមកពីកំពតផ្ទាល់តែម្ដងដូចជាម្រេចហើយនិងស្ករត្នោតទី1សម្រាប់បាយឆាក្តាមពងទាប្រៃហ្នឹងគឺមានសាច់ក្តាមហើយនិងពងទាប្រៃហើយជាមួយនឹងពងមាន់គឺមិចចូលគ្នាទី2សម្រាប់បាយឆាក្តាមពិសេសរបស់យើងគឺបាយហ្នឹងឆាមួយចានហើយមានមិចជាមួយនឹងសាច់ក្តាមបន្ទាប់មកក៏មានអូម៉េឡេតពីលើហ្នឹងហើយ topping ជាមួយនឹងសាច់ក្តាមទៀតអានោះគឺជាបាយឆាក្តាមពិសេសហើយទី3សម្រាប់បាយស្នូកក្តាមវិញគឺនៅក្នុងស្នូកក្តាមនីមួយៗហ្នឹងគឺយើងមិចសាច់ជ្រូកជាមួយនឹងសាច់ក្តាមដែលបកស្រស់ៗតែម្ដងគឺមិចចូលគ្នាហ្នឹងគេហៅបាយស្នូកក្តាមពីដំបូងគឺជួបបញ្ហាដែលសារតែយើងអត់ទាន់មានភ្ញៀវច្រើនហើយណាមួយគេក៏អត់ទាន់ស្គាល់ច្រើនទៀតហើយម្យ៉ាងវិញទៀតសម្រាប់ទីតាំងហាងបាយឆាក្តាមលូតូយើងគឺអត់មានកន្លែងឲ្យភ្ញៀវចតអត់ដែលថាគិតថាចង់បោះបង់បាយឆាក្តាមហ្នឹងទេដោយសារតែយើងជឿជាក់លើខ្លួនឯង 100% ថាអាចលុបទៅបន្តទៅមុខបាននិយាយទៅតាំងពីសហការជាមួយនឹង app e-gate មកក៏មានការកើនភ្ញៀវច្រើននៅក្នុង app ហ្នឹងដោយសារតែយើងមាន promotion ពិសេសនៅក្នុង app ហ្នឹងដើម្បីទាក់ទាញអតិថិជនពេលខ្លះផ្ទុះបងរហូតដល់ខ្ញុំធ្វើអត់តន់ឲ្យភ្ញៀវពេលខ្លះអាចនឹងកើនឡើងដល់30-40បងហើយក្នុងមួយ order ហ្នឹងគឺមានអាហារ3ទៅ4មុខនិយាយទៅធ្វើអត់ចង់តន់ហ្មងហើយម្យ៉ាងវិញទៀតដោយសារតែទីតាំងហាងរបស់យើងតូចគឺពិបាកក្នុងការភ្ញៀវមកដល់ហាងផ្ទាល់អញ្ចឹងទៅក៏សម្រេចចិត្តថាសហការជាមួយនឹង app e-gate គឺល្អបំផុតសម្រាប់ហាងបាយឆាក្តាមយើង